បាទជំរាបសួរបងនេះជាវីដេអូនៃការ check stock របស់យើងថាគិតជាចំនួនកំប៉ុងបានប្រមាណឬក៏គិតជាចំនួនកេះបានប្រមាណឬក៏ជា unit បានប្រមាណអញ្ចឹងបងបាទអញ្ចឹងដើម្បី check report ដើម្បីឲ្យវាបែងចែកជាកំប៉ុងជាកេះឲ្យយើងបានបងចុចកន្លែង report ហ្នឹងមកបាទហើយបងយកពី inventory បងបាទ inventory ហើយបងជ្រើសរើស report មួយដែលមានឈ្មោះថា inventory by URM បងបាទអញ្ចឹង report ហ្នឹងគឺវាសម្រាប់ឲ្យយើងដឹងបើសិនជាយើងមានការចង URM ជាកេះជាកំប៉ុងគឺវាប្រាប់ឲ្យយើងដឹងថាជាកំប៉ុងសល់ប៉ុន្មានជាកេះសល់ប៉ុន្មានអញ្ចឹងបងបាទអញ្ចឹងបន្ទាប់ពីបងចូលក្នុង inventory by URM ហ្នឹងមកបងចុច extend មកឬក៏បងអាចរើស warehouse ឬអីបើសិនជាបងមានអញ្ចឹងណាបងបាទអានេះខ្ញុំរើសទៅបើសិនជាខ្ញុំមានហើយអញ្ចឹងបងអាចចុច expand បាទអញ្ចឹងចុច expand ទៅបងអាច check មើលបានបាទឧទាហរណ៍ដូចជាប្រភេទកូកានេះបាទអញ្ចឹងសម្រាប់ report stock បងមើលទៅឃើញកូកាអញ្ចឹងកូការបស់យើងចង់ URM ជាកំប៉ុងជាកេះអញ្ចឹងបងអាចមើលបានថាកូកាហ្នឹងបើគិតជាកំប៉ុងសល់ stock ប្រមាណហើយបើសិនជាគិតជាកេះសល់កំប៉ុងសល់ប្រមាណកេះអញ្ចឹងណាបងបាទអញ្ចឹង report នេះ report stock របស់យើងអញ្ចឹងឧទាហរណ៍ថាកូកានេះខ្ញុំសល់141កំប៉ុងហើយកូកាបើសិនជាគិតជាកេះអញ្ចឹងនៅសល់6កេះអញ្ចឹងបងបាទអញ្ចឹង report ហ្នឹងគឺយើងអាចមើលជាកេះជាកំប៉ុងបានបងអញ្ចឹងគឺវាបែងចែកឲ្យអញ្ចឹងបងហើយប្រភេទជា unit គឺវាបង្ហាញ stock ជា unit អញ្ចឹងបងបាទអញ្ចឹង report ហ្នឹងគឺសម្រាប់ change អញ្ចឹងបាទ